លីងធានឯងដឹងទេថាអញរងចាំថ្ងៃនេះយូរប៉ុណ្ណាហើយ5ឆ្នាំគឺ5ឆ្នាំពេញដែលអញទ្រាំមនុស្សអត់បានការដូចអញលេងបានហើយចាប់ពីថ្ងៃនេះទៅជេនវ៉ាន់ឈីវដូចជាអញទីបំផុតមានសេរីភាពហើយសេរីភាពហ្មង5ឆ្នាំមកនេះខ្ញុំលីងធានក្នុងភ្នែករបស់នាងគ្រាន់តែជាបន្ទុកមួយទេមែនទេចុះបើមិនមែនចុះអញគិតថាអញជាស្អីគេចុះជេនវ៉ាន់ឈីវជាអ្នកណាគឺជាទេពធីតាប្រចាំទីក្រុងជៀងឈន់ជាអគ្គនាយិកាក្រុមហ៊ុនជេងកូនសេដ្ឋីដែលតាមញ៉ែងតម្រង់ជួរពីទីនេះដល់ខ្លងទ្វារក្រុងឯណោះចុះអញវិញអញសំបីចុងក្រចកជើងគេក៏មិនដល់ផងពេញមួយក្រុងគេនាំគ្នាសើចចំអកអញគេថាជេនវ៉ាន់ឈីវដូចជាផ្កាមួយតងតែយកទៅដោតលើអាចគូអញ្ចឹងនេះហើយជាពាក្យពិតក្នុងចិត្តដែលនាងចង់និយាយណោះចុះនាងធ្លាប់គិតទេថានរណាជាអ្នកជួយនាងពេលនាងលំបាកបំផុតនោះនរណាជួយនាងពេលធ្លាក់ដុនដាបបំផុតអញនឹងជួយអញសូមអង្គជប់និយាយពាក្យដែលគេសើចចង់ជ្រុះធ្មេញអស់នេះទៀតទៅបានទេអញមិនឆ្លោះទឹកនោមមើលស្រមោលខ្លួនឯងទេអញមានស្អីមកជួយអញគ្រាន់តែជាប៉ារ៉ាស៊ីតតង់ស៊ីគ្រូសាជេនតែប៉ុណ្ណោះអ្នកនោះមិនមែនជាអគ្គនាយិកាក្រុមហ៊ុនជេនទេចុះប្រុសនៅក្បែរនឹងជាអ្នកណាមើលទៅដូចជាប្តីរបស់គាត់តើមិនមែនប្តីទេคล้ายជាអតីតប្តីបាត់ទៅហើយអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់គ្រូសាតកោស៊ឺដែលជាកម្ពុជាគ្រូសាទាំង4ប្រចាំក្រុងថ្ងៃស្អែកនេះនឹងរៀបចំពិធីជប់លៀងធរកិច្ចនៅសន្តាគារឡានធានកម្ពុជាអ្នកមានមុខមាត់ពេញក្រុងនឹងចូលរួមគ្រូសាជេនរបស់ខ្ញុំក៏ទៅដែរហើយថែមទាំងត្រូវដណ្ដើមយកគម្រោងធំឲ្យបានទៀតចាប់ពីថ្ងៃស្អែកទៅខ្ញុំជេនវ៉ាន់ឈីវនឹងអាមនុស្សអត់បានការនេះលែងមានពាក់ព័ន្ធគ្នាទៀតហើយគ្រូសាជេនចង់បានគម្រោងមែនទេយល់សប្ទៅឯងនិយាយស្អីខ្ញុំប្រាប់ថានៅក្រុងជៀងឈន់នេះអ្វីលីងធានខ្ញុំជាអ្នកសម្រេចពួកឯងយល់ទេវាថានៅក្រុងនេះវាជាអ្នកសម្រេចអានឹងឈួតបាត់ហើយព្រះអើយនោះជាសញ្ញារបស់ក្រុមហ៊ុនឡុងថឹងតើជាក្រុមហ៊ុនលំដាប់លេខ1អ្នកគ្រប់គ្រងទូទៅលោកតាហ្វូមកផ្ទាល់មកមានកាន់ទាំងត្រាបញ្ជាក្រុមហ៊ុនឡុងថឹងទៀតសូមស្វាគមន៍ការវិលត្រឡប់របស់លោកម្ចាស់វ័យក្មេងសូមស្វាគមន៍ការវិលត្រឡប់របស់លោកម្ចាស់វ័យក្មេងក្រៅពេញភពផែនដីលោកតាហ្វូក្រោកឡើងចុះលោកម្ចាស់កម្ពុជាអធិរាជទាំង8បានរៀបចំអ្វីគ្រប់យ៉ាងរួចរាល់ហើយនេះគឺត្រានាគរីកលោកម្ចាស់អាចប្រើវាដើម្បីបញ្ជាក្រុមហ៊ុនឡុងថឹងទាំងមូលបានមួយវិញទៀតនេះគឺជាសម្បត្តិភ្ជាប់ពាក្យទាំង8ច្បាប់ដែលកូនសិស្សទាំងឡាយបានជ្រើសរើសដោយផ្ទាល់ដើម្បីធ្វើជាគូដណ្ដឹងទាំង8របស់លោកម្ចាស់អាយ៉ា8នាក់មកជេនវ៉ាន់ឈីវចាំទុកគ្រប់ម៉ាត់ដែលនាងបាននិយាយថ្ងៃនេះឲ្យច្បាស់អ្វីដែលនាងជំពាក់ខ្ញុំនិងជំពាក់ប៉ាម៉ាក់ខ្ញុំនឹងទារមកវិញមួយជាពីរមិនអាចទេច្បាស់ជាការសម្ដែងហើយអាសម្រាប់នឹងមិនអាចជាលោកម្ចាស់អីនោះទេវាគ្រាន់តែជាអត់បានការម្នាក់លេងលេះគ្នាបានគឺល្អបំផុតហើយសភាពាណិជ្ជកម្មក្រុងជៀងឆាន់ស៊ឺយ៉នចុងសូមគំនប់លោកម្ចាស់សមាគមអសក្រុងជៀងឆាន់ស៊ីវជាងសូមគំនប់លោកម្ចាស់ក្រុមហ៊ុនហេរ៉ាញ់វត្ថុក្រុងជៀងឆាន់ម៉ាពីងសូមគំនប់លោកម្ចាស់ក្រោកឡើងទាំងអស់គ្នាថ្ងៃនេះហើយអ្នកទាំងអស់គ្នាមកគឺមានរឿងពីរទី1ខ្ញុំនិងជេនវ៉ាន់ឈីវបានលេងលេះគ្នាហើយចាប់ពីពេលនេះទៅគ្រូសាជេននិងខ្ញុំលែងមានពាក់ព័ន្ធអ្វីនឹងគ្នាទៀតហើយអ្វីដែលធ្លាប់ផ្ដល់ឲ្យគ្រូសាជេនពីមុនមកត្រូវតែដកយកមកវិញឲ្យអស់ក្នុងរយៈពេល3ថ្ងៃកិច្ចសហការទាំងអស់ត្រូវបញ្ចប់ភ្លាមការការពារទាំងអស់ត្រូវលុបចោលជាបន្ទាន់ខ្ញុំចង់ឲ្យពួកវាដឹងថាឡើងកាន់តែខ្ពស់ធ្លាក់មកវិញកាន់តែឈឺវីយ៉ាងម៉េចបាទលោកម្ចាស់នេះជាសម្បត្តិភ្ជាប់ពាក្យដែលកម្ពុជាអធិរាជទាំង8ត្រៀមទុកជូនលោកម្ចាស់វ៉ាន់ទីស៊ីនមកពីគ្រូសាវ៉ាន់ជាស្រីអាយុ3ឆ្នាំក្តោបក្តាប់ក្រុមហ៊ុនវ៉ាន់ទាំងមូលហានយ៉ាងមកពីគ្រូសាផានជាកូនអ្នកមានមុខមាត់ចេះប៉ិនប្រសពសពគ្រប់បែបយ៉ាងរូបសម្រស់ស្អាតផ្ដាច់គេអើមិនមកពីគ្រូសាអើជាអ្នកស្នងតំណែងក្បាច់គុណកណ្ដុកតែមួយគត់ប្រចាំកោះជៀនហូវវ៉ាងឡានមកពីគ្រូសាវ៉ាងជាកូនស្រីតូប្រចាំខេត្តលើអ៊ីប្រចាំនាយកដ្ឋានយោធាខេត្តជាប្រធានក្រុមប្រយុទ្ធពិសេសខ្លាំងមិនចាញ់ប្រុសឡើយហើយនៅមានវ៉ាងសៀវមកពីគ្រូសាវ៉ាងប្រចាំខេត្តទៀតហានម៉ាំងមកពីគ្រូសាហានប្រចាំរាជធានីធានទូនិងឡុងរូស៊ួយមកពីគ្រូសាឡុងប្រចាំណានយ៉ាងម៉េចសៀវធានកូនប្រញាប់មកផ្ទះវិញមកនៅផ្ទះមានពួកក្មេងទំនើងមួយក្រុមធំមកឡោមព័ទ្ធថាវ៉ាន់ឈីវបញ្ជាឲ្យពួកវាមករឹបអូសផ្ទះហើយដេញពួកយើងចេញទៀតប៉ារបស់កូនត្រូវពួកវាវីតតែហូរឈាមពេញមាត់អស់ហើយជេនវ៉ាន់ឈីវ